setup Windows យើងចុច L12 សម្រាប់កុំព្យូទ័រដែលយើងចុច L12 ដល់មកវា load ផ្ទាំងមួយយើងយកអា USB UEFI USB disk អាហ្នឹងឈ្មោះ flash របស់យើងមានកតុយខុសៗគ្នាដល់មក load ផ្ទាំងមួយទៀតយើងយកអាកន្លែង column ទី3នេះយក United States International ហើយយើងយក next ចុច install now យើងចាំវាបន្តិចទៅវា load ផ្ទាំងមកមួយទៀតយើងគ្រីសយកកន្លែង I accept តមកយើង next ហើយយើងយក custom install សម្រាប់កុំព្យូទ័រដែលមានឯកសារ 3D យើងអាចមើលថា drive មួយណាជាជួរមួយណាជា 3D យើងកុំលុបវាអាហ្នឹងយើងលុបតែ drive C ហើយនឹង system បានហើយទៅលើនេះ system យើងចុចលើវាហើយយកពាក្យ delete ចុច OK តមកទៀតយើងមើលបន្តទៀតឃើញ16 MB ក៏ system ដែរមិនជា drive C ឬក៏ D ទេអានេះ 97G.8 នេះបាន drive C នឹងយើងលុបវាចុច delete OK 955 MB នេះក៏ system ដែរយើងអាចលុបចោលបាននេះ505 MB ហ្នឹងក៏ system យើងលុបចោលដែរហើយយើង extend ចូល 3D បានយើងចុចលើ 3D យើងយកពាក្យ extend តមកយើង apply អាហ្នឹងខាងក្រោមវាចូលមួយ 3D 20.4G ហ្នឹង 3D យើងកុំលុបវាហើយយើងយកមកទៅចុចលើ 98.9G ចុច new ចុច apply ដើម្បីបង្កើត drive ថ្មីហើយយើងចុចលើ 98.7G ហ្នឹងយើងចុច next ដើម្បីឲ្យ Windows set up នៅលើ drive មួយណាដែលយើងចុចលើវានឹង set up លើ drive ហ្នឹងបើយើងច្រឡំចុចនៅលើ drive D វានឹងលុប drive D យើងចោលហើយដាក់ធ្វើជា Windows វិញនេះវាកំពុងតែដំណើរការ set up ហើយយើងរងចាំវាប្រហែលជាទៅតាមកុំព្យូទ័រនីមួយៗបើសិនជា hard disk លឿនវាអាចលឿនតាមហ្នឹងតែកុំព្យូទ័រខ្លះ hard disk យឺតក៏វាយឺតតាមហ្នឹងដែរវាអាច10-20 នាទីឬក៏ម៉ោងទៅតាមប្រភេទម៉ាស៊ីនកុំព្យូទ័រនេះខ្ញុំមានធ្វើតាំងពី set up រហូតដល់ដំឡើងកម្មវិធីនិង clean drive នេះវា restart ហើយវាចូលភាសាទៀតវា restart តែពី2ដងមិនចូលដល់កន្លែង Windows នេះ
về lục trang nàyយើងចុចយក United States ចុច yes តោះទីយើង scroll មកក្រោមមកយើងយកពាក្យ United States International ចុច yes ចុច skip ឡើង internet នេះយើងមិនគណិតយើងយកឲ្យដល់ឲ្យ continue ហើយនេះយើងពេញឈ្មោះយើងចង់ដាក់ឈ្មោះអីក៏បានតែសម្រាប់ខ្ញុំដាក់ឈ្មោះម៉ាស៊ីនតែម្ដងឈ្មោះដែលយើង accept យើង next យើង yes យើង accept តែប៉ុណ្ណឹងវាអាចចូល Windows វាដើរបែបនេះទៅចូល Windows នេះដល់ចូល Windows បានយើងចូលទៅកំណត់ម៉ោងឬនេះសម្រាប់កុំព្យូទ័រដំបូងយើងមុន set up យើងចូលទៅបិទ antivirus ជាមុនសិនព្រោះដើម្បីកុំឲ្យវាចាប់ file set up របស់យើងចុច yes ចុចបិទលើវាចូលទៅកំណត់ម៉ោងដើម្បីវាអូតូយើងចូលឡើង start ចុច start យើងចុច setting បន្ទាប់មកវាលោកទាំងមកមួយហ្នឹងយើងចុចយកឡើង time language ហើយយើងបិទបើក time zone ដើម្បីវាត្រូវនឹងតំបន់របស់យើងគឺបង7ចាកាតាហើយយើងបិទយើងបិទបើកថាអូតូម៉ាទិកនេះដើម្បីវាអូតូមកឲ្យត្រូវខែឆ្នាំហ្នឹងត្រូវបែបវិញយក personal យក personal យក same យក desktop icon ដើម្បី show icon នៅលើ desktop ជា computer network ហ្នឹងហើយចុច OK ចុច refresh មួយមកស្ដាំយក sort by item ហើយយើង refresh ហើយចូលទៅ setup program ដែលខ្ញុំ download ហើយនៅក្នុង download ខ្ញុំដាក់មក folder ហ្នឹងខ្ញុំ set ដំបូងខ្ញុំ set up WinRAR ហើយបានអាច set កម្មវិធីផ្សេងៗបានដោយសារកម្មវិធីទាំងអស់sẽជួប RAR នេះយើង set up វា WinRAR នេះយើង set ដំបូងគេset up WinRAR ហើយយើងបែកមកវិញមកបែកមើលយើងឃើញមានកម្មវិធីទៅ set up ដូចជា normal dot font នេះយើង control A មកហើយយកមកស្ដាំយក install យើង install font ហើយយើងកន្លែងនេះគ្រីសហើយយក no តន្ទីខ្ញុំបើកចូលឡើងក្នុង download ខ្ញុំបាន download file មួយ set up ហ្នឹងមានក្នុង channel នេះមាន .net កម្មវិធីខ្លះត្រូវការប្រើ .net 3.5 អញ្ចឹងទៅយើង set up .net បានប្រើបានពេលវា load មកជួយ download ហើយ install តន្ទីយើងចូលទៅ set up ទៅ download browser ហើយយើងវាយចូល website ninai.com មកយើង load កម្មវិធីមួយចំនួនដែលយើងអាចយកប្រើបាននេះទូទៅខ្ញុំ download យក Chrome download យក Firefox Zoom VLC Excel X យើងយកក៏បានអត់ក៏បានតោះមកខ្ញុំយក get យក Ninai ហើយ load ទាំងមកយើងចុចយក run យើង save ក៏បាន run ក៏បានតែយើងយក run ទៅវាដើរយើងបិទ browser អញ្ចឹង load all នេះពង download
dương chăm về đó đào chót chẳng những set cam thì xây ní set cam thì chẳng không phải là mũi vạch error close nếu đào chót bên close ní chót đấy bên close đấy nó font chất chót đây font về du những cái để xa về tràn nó về đọc font chuyện đào chót dương bắt về cho đào cho nếu cháu những quan cho thì có mấy yung sẽ làm mai yung code đừng bay mình từ xa mai ok hay chơi mai yung code đừng bật click đầu vé đập click hết video nâng cao này nhưng chơi next này ấy thì kia là đài cháu vậy đôi khi này chơi pin này món hay quan cho riêng cho từ setting vừa tham language riêng scroll mà còn tí ok mai chơi được mai mới vô option riêng chơi cho download từng tiếng lại add keyboard này vô ni này mai ni này nida vô mai nida nó nếu download một mình choยังแบบคอยมันก็ยังตัวมาเป็นมากเลยchơi lơยังเลี้ยงม้ายังchơi optionยังตัวแต่มวยกันยังremove exchange chơi là US giờ removeแบบมวยhayควายตัวมาเทียบยังบา DPC ให้ยังcho lại download đểยังมันdownload tụng vô anh đọc Acrobat set up anh Acrobat
right click មកស្ដាំលើវាយកពាក្យ extract double click លើវា double click ទៀតយក double click លើ setup ដើម្បីចុចយក install យើងចាំវាមកសន្ទុះវាដល់ចប់ហើយពី3នាទីដល់ចប់តែនឹងទៅតាមកុំព្យូទ័រខ្លះវាយូរតិច5នាទី10នាទីនេះដល់ចប់អញ្ចឹងយកពីនេះក៏បានយកឡើងក៏បានខ្ញុំយកឡើងណាវមកនេះជួយយកអាស័ព្ទចូលដល់ file ដែលយើងបានដល់យើងមកស្ដាំលើ Microsoft Office យកពាក្យ extract to Office password 1 2 3ដើម្បី extract ចប់វា extract បានមកស្ទុះអញ្ចឹងនេះវា extract ចប់យើងមកចុចលើ Office មក double click វា double click ទៀតយើង double click លើ set
នេះវាដើរចប់យើងជួយ close មកជួយ close ហើយយើង back មកក្រោយមួយវិញជួយសញ្ញាព្រួយតើក្រោយ ហើយយើងបើក Microsoft View ដើម្បីយើងអាចបើករូបភាពឬក៏វីដេអូដែលថតពី iPhone បើយើងដាក់កម្មវិធីទេវាបើកបានហើយយើងអានេះ set up typing ខ្ញុំដាក់ typing rapid យើងក៏ double click លើវាមកចុច next ចុច next agree next install ទៅមក finish ខ្ញុំបែកមកក្រោយមួយវិញចុច OK ចុចបិទហើយយើងបែកមកយើងចុច set up ខ្មែរ Unicode typing double click លុបទាំងមួយចុច next ចុច next ចុច finish វាដើរចប់ចុចយកនេះចុចយកព្រមហើយចុចខ្វែងតើមកខ្ញុំ set up កម្មវិធី Mario typing ទៀតdouble click លើ Mario typing មកយើងចុចយក next ចុច next ហើយយើងចុច create line asset ចុច next ចុច anyone ហ្នឹងហើយវា next ទៅមកហើយចុច finish ចុច finish ហើយយើងខ្វែងចុះកម្មវិធីដាក់ឲ្យអស់តើយើងដាក់កម្មវិធីអស់យើងចូលទៅបើកMicrosoft អីនេះយើងលុបវាចេញកុំឲ្យពេញលើក្រុងហើយយើងបើកខ្មែរ Unicode នេះមកស្ដាមយកពាក្យ open with ហើយយើងចុច choose file ហើយ create ហើយយក adapt Acrobat DC create always user ហើយចុច file ចុច save as ហើយយើងចូលដើម្បីឲ្យពេលយើង save ទៅជារូបភាពយក JPG ពេល save រូបភាពយើងកំណត់ឲ្យវាច្បាស់យើងយកឡើង setting យកឡើងខាងលើនេះគឺ gray scale នេះយើងចុចយក maximum នឹងយើងរើសយក maximum ហើយឡើង color នេះយើងចុចយក maximum យក JPG maximum ដែរ quality វាយកខ្ពស់អាកន្លែង resolution យកទូទៅយកត្រឹម300អានោះវាច្បាស់តែយើងចង់ច្បាស់ជាងហ្នឹងយើងយកធំជាងហ្នឹងតែវាស៊ីមេធំហើយយើងមិនសេយើង cancel មកពេលយើង convert file ទៅជារូបភាពវាមិនបានច្បាស់តោះទៀតយើងចូល search នេះវាយ word ហើយយើងយក pen file location យើងចុច control ជាប់យើង click យកកម្មវិធី Microsoft Office ដែលយើងចង់យកចេញមកលើ desktop ហ្នឹង tick យើងចុចលើវាអស់មកហើយយើងមកស្ដាំយកពាក្យ send to desktop create shortcut
តែប៉ុណ្ណឹងបាននៅលើ desktop ហើយបានលើ desktop ហើយយើងយកកម្មវិធី typing មួយទៀត Mario យើងយក open application ដូចមុនដែរយក mouse ស្ដាំយកពាក្យ send to desktop create shortcut នេះយើងបានកម្មវិធីទូទៅមានអស់ហើយសារបើកកម្មវិធី Word មួយ double click ឬក៏ open mouse ស្ដាំយក open Word យក accept ហើយ close យើងចុចលើវាហើយយើងបិទហើយយើងចូលបើកភាសាទៀតចូលបើកចូល line view នេះដើម្បីយើងយក ruler ងាយស្រួលពេលយើងកំណត់សេអីមួយនេះវាយបានអត់អូខេបើបងប្អូនធ្វើអត់បានបងអាចចូលទៅមើលក្នុង Telegram Channel របស់ខ្ញុំតែងសុផាណា Basic Computer នឹងខ្ញុំមានបង្ហាញបន្ថែមទៀតនេះ font តាក់តែងហ្នឹងយើងវាយបានទៅបើយើងអត់តន់ចូល font យើងវាយអត់បានទេដោយសារទូទៅវាអត់មានbrowser យើងបើកទៅយើងបើកតេស្តមើលណាបើកបានខ្លះនេះយក don't sign in យើងអត់តន់ sign account យើង skip វាសិនណាឥឡូវនេះយកមួយក code it ហើយយើងបិទវាសិនក៏បាននេះយក continue យក close វាខ្វែងចោល Microsoft X នេះយើងបើកវាមកយក start without your data confirm continue confirm ខ្វែងយើងចូលក្នុង Google Chrome ចូលទៅ download Telegram វាយ Telegram desktop យើងចុចលើ Telegram desktop មកចុចលើវាម្ដងទៀតហើយយើងយក get Telegram for Windows 64 bit ចុចមកវា download នេះវាពង download បែរជា 2-3 នាទីតាមអ៊ីនធឺណិតយើងលឿនឬក៏យឺតអីចឹងនេះ down ចប់យើងទៅបើកនៅក្នុង PC មកយើងចូលឡើង download ឃើញដាក់ Telegram នេះយើងមកស្ដាំ open ឬក៏ double click ក៏បានដែរយើងចុច OK next install ចុច finish នេះដាក់ចប់ finish start message អាច scan QR code ក៏បានឬក៏ដាក់លេខទូរស័ព្ទក៏បានដែរក្នុង recycle bin នេះយើង empty វាចោលមកស្ដាំយើង empty ទៅមកយើងចូលទៅក្នុង search វាយថា nature ដើម្បីយើងចូលឡើង start app បិទកម្មវិធីណាដែលយើងចង់ឲ្យ start នៅពេលដែលយើងបើក Windows យើងចុច more មកបានវាលាតពេញនេះ start app យើងចុចកម្មវិធីមួយចំនួនដែលយើងយក disable ចុចលើវាយក disable ចុចយើង disable ទុកតែសំឡេង audio ឬក៏កម្មវិធីកម្ចាត់មេរោគអីមិន disable វាហើយខ្វាយវាមក
យើងចូលឡើង search វាយពាក្យ run ហើយយើងវាយភាគរយ temp temp ហ្វាយនេះយើងលុបចោលយើង control A select ទាំងអស់ហើយយក delete ព្រោះហ្នឹង file វាពេលយើងស្រាមវាចេះតែឡើងកើនឡើងទំហំយូរទៅអាចពេញ drive ហ្វាយចូលយើងលុបអាហ្នឹងទៅវាអាចធ្វើឲ្យកុំព្យូទ័រដើរលឿនជាងមុនតិចតាមទៀតយើងចូលឡើង search កន្លែង download នេះលុបចោលដែរវាយើង set up ហើយអាចលុបចោលឬ copy ទៅកន្លែងផ្សេងមកក្នុង download នេះយើងលុបវាចោលចុច mouse ស្ដាមយកពេល delete យក yes ចុចឡើង yes ហ្នឹងហើយខ្វាយហើយទៅមើលឡើងធំសម្រាប់យើង mouse ស្ដាមយកពេល empty យក yes ហើយចូលឡើង search វាយ this clean up ចុចឡើង this clean up មកយើងគ្រីសវាអស់គ្រីសអស់ដើម្បីលុប file error file ដែលយើង set up ទៅវាចេះឡើង space នៅលើ drive C ហ្នឹងលុបយើងគ្រីសវាទាំងអស់ទៀតគ្រីសអស់យក OK delete file ហើយចាំវាមកស្ទុះក៏ដើរវាលុបអា file update file Windows ចាស់ហ្នឹងលុបចោលនេះលុបអស់ហើយនេះចូលឡើង search វាយពាក្យ defragment ដើម្បីមើលថា HD យើងប្រភេទ SD ឬក៏ប្រភេទ HD ធម្មតានេះគេដាក់ថា solid state drive ចឹងមានន័យថា SSD ហ្នឹងសរកាត់ SD solid state drive យើងបិទមកវិញយើងចែក drive ម្ដងចែក drive យើងមកស្ដាមយកពាក្យ manage តាមទៀតយើងយក disk management អានេះយើងមើល driver ត្រូវអត់ device manager នេះដើម្បីមើល driver ស្គាល់អស់ហើយយកឡើង disk management ភាសា HD ខ្ញុំតូចខ្ញុំចែកយក string មកស្ដាមយក string volume ហើយកន្លែងនេះយើងចែកទៅ D អញ្ចឹងទំហំវាក៏ជាមេបើយើងចង់បាន drive D 20G ឬក៏ប្រហែល G យើងវាយដូចខ្ញុំចង់បាន 17G អញ្ចឹងខ្ញុំវាយ0 ក្រោយ3ព្រោះ7000មិនមែន 17G ហ្នឹង 7000 MB យើង string មកតែវាអត់ពេញទេបាន 16G ចុច6ហើយយើងមកស្ដាមលើវាហើយយក new next កន្លែង volume លុប label នេះយើងលុបចោលកន្លែង new ដាក់ឈ្មោះ data ទូទៅដាក់ data តែអ្នកខ្លះអាចដាក់ឈ្មោះខ្លួនឯងឬក៏ដាក់អីផ្សេងយើងចាំវា load drive D មកចាំយើងបិទតើមកខ្ញុំចុចបើក BPC មកឃើញតែខ្ញុំ load ទី2ហើយអញ្ចឹងអូខេការចែក drive បានចប់file នេះយើងចង់លុបចេញយើងមកស្ដាមយកពាក្យ remove នេះរបៀបយើង scan virus ពេលយើងស្រាប់កម្មវិធីចប់អស់យើង clean ហើយអស់យើងអាច scan virus ដើម្បីសម្អាតមេរោគ
យើងចាំវាមកសន្ទុះហ៎វា scan មកជា5នាទី10នាទីតាមកុំព្យូទ័រយើងធ្លាប់ scan ឬក៏អត់ចឹងតែយ៉ាងដែល scan វា scan នឹងយូរយើងបាត់វាចោលហើយយើងទៅមើល spec របស់កុំព្យូទ័រយើងមកស្ដាមយកពាក្យ property យើងឃើញ CPU Core i7 ចំនួនទី6 RAM 8GB យើងចង់មើលលម្អិតទៀតយើងចុច DirectX DHDAG មកចុច Yes ហើយយើងឃើញវាដាក់លេខកូដរបស់កុំព្យូទ័រហ្នឹងដែល Latitude 7280 Display HD យើងចុច យើងហើយយើង restart វាមួយ